រឿងកូនទន្សាយពពកដែលខ្លាចអ៊ីននឹងផ្កាយតូចនៅក្នុងភូមិពពកដ៏ទន់ល្មើយមានកូនទន្សាយតូចមួយឈ្មោះសុភាពមានរោមពណ៌សដូចសម្លីហើយតែងតែលាក់ខ្លួននៅក្រោមស្លឹកឈើពពកព្រោះគេខ្លាចអ៊ីនណាស់សុភាពចូលចិត្តមើលផ្កាយនៅពេលយប់ប៉ុន្តែមិនដែលហ៊ាននិយាយជាមួយនរណាម្នាក់ឡើយសូម្បីតែមិត្តភក្តិពពកផ្សេងទៀតក៏ដោយយប់មួយខណៈដែលសុភាពកំពុងលួចមើលមេឃស្រាប់តែគេឃើញពន្លឺតូចមួយធ្លាក់ចុះមកលើពពកក្បែរផ្ទះរបស់គេវាគឺជាផ្កាយតូចមួយឈ្មោះតារាកំពុងយំសឹកព្រោះពន្លឺរបស់វាបានរលត់អស់ពាក់កណ្ដាលហើយវាមិនអាចត្រឡប់ទៅក្រុមផ្កាយវិញបានទេសុភាពមានអារម្មណ៍អាណិតខ្លាំងណាស់ប៉ុន្តែគេនៅតែររែកមិនហ៊ានចូលទៅក្បែរសុភាពដឹងថាគេត្រូវតែជួយតារាគេប្រមូលភាពក្លាហានរបស់គេហើយនិយាយថាកុំខ្លាចអីតារាខ្ញុំនឹងជួយអ្នកសុភាពបានប្រើច្រមុះពណ៌ជម្ភូនិងរោមដ៏ទន់ល្មើយរបស់គេរុនផ្កាយតូចនោះថ្នមឆ្ពោះទៅកាន់ព្រះច័ន្ទផ្លូវឡើងទៅលើមេឃខ្ពស់ណាស់ប៉ុន្តែសុភាពនៅតែបន្តរុនដោយកម្លាំងចិត្តនិងក្តីមេត្តាពេលទៅដល់ព្រះច័ន្ទព្រះមហាក្សត្រិយានីចន្ទ្រាបានញញឹមហើយបានប្រើវេទមន្តត្រជាក់របស់ព្រះនាងជួយដាស់ពន្លឺតារាឲ្យភ្លឺចិញ្ចាញ់ឡើងវិញតារាលោតដោយក្តីរីករាយនិងអរគុណសុភាពមានអារម្មណ៍ថាសេចក្តីក្លាហានរបស់គេបានលូតលាស់ធំធាត់ជាងភាពអៀនខ្មាស់ទៅទៀតចាប់ពីពេលនោះមកសុភាពលែងខ្លាចក្នុងការជួយអ្នកដទៃហើយគេនិងតារាបានក្លាយជាមិត្តភក្តិល្អបំផុតជិះពពកលេងជាមួយគ្នារៀងរាល់យប់